ក្រុមបិសាចក្រហមក្រុមការដឹកនាំរបស់លោក Michael Carrick គឺពិតជាមិនធម្មតាមែនក្រោយបំបាក់ Arsenal 2-3 ដល់ក្នុងដីឥឡូវបិសាចក្រហមឡើងមកអង្គុយលេខ4ក្នុងតារាង Premier League ហើយការធ្វើដំណើរទៅកាន់ទឹកដី Emirates របស់ Arsenal មិនមែនជារឿងងាយស្រួលនោះទេប៉ុន្តែ Carrick បានរៀបចំយុទ្ធសាស្ត្រយ៉ាងមុតស្រួចបិសាចក្រហមបានវាយបកនិងយកឈ្នះកំភ្លើងធំដល់ក្នុងដីក្នុងលទ្ធផល2-3វាជាជ័យជំនះដែលបង្ហាញពីស្មារតីប្រយុទ្ធដ៏អស្ចារ្យនិងទម្រង់លេងវាយបកដ៏មានប្រសិទ្ធភាពបំផុតគាត់បានផ្លាស់ប្ដូរទំនុកចិត្តកីឡាករធ្វើឲ្យតំបន់បម្រើមានភាពរឹងមាំនិងការបញ្ចប់ទីមានភាពច្បាស់លាស់ការឈ្នះក្រុមកំពូលតារាងដូចជា Arsenal គឺជាសក្ខីភាពបញ្ជាក់ថា Man United ពេលនេះខ្លាំងពិតមែនជ័យជំនះដ៏មានតម្លៃ3ពិន្ទុនេះបានរុញច្រាន Manchester United ឲ្យហក់ឡើងមកអង្គុយនៅចំណាត់ថ្នាក់លេខ4ក្នុងតារាង Premier League ជាផ្លូវការពីក្រុមដែលធ្លាប់តែត្រដាបត្រដួសពេលនេះពួកគេកំពុងស្ថិតក្នុងតំបន់ Champions League និងត្រៀមអង្រួនក្រុមកំពូលដទៃទៀតតារាតម្រង់លេងបែបនេះអាចនឹងនាំបិសាចក្រហមទៅកាន់ការប្រជែងពានរង្វាន់ដែរឬទេហើយតើបងប្អូនយល់ថា Carrick ស័ក្តិសមនឹងទទួលបានកិច្ចសន្យារយៈពេលវែងដែរឬទេកុំភ្លេចបញ្ចេញមតិនៅខាងក្រោមពីខ្ញុំ Admin Goal ខ្មែរសូមអរគុណ